សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី15ខែមេសា ឆ្នាំ 2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលបានឲ្យការពីម្សិលមិញគឺមានលេខ21 42 71 66លេខអុសមាន2ខ្ទង់គឺអុសខ្ទង់20ហើយនិងអុសខ្ទង់60បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ71គឺត្រូវចំតម្រុយតែម្ដងគឺតម្រុយខ្ញុំបានឲ្យលេខ71បន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ65តម្រុយខ្ញុំបានឲ្យលេខ66ហើយនឹងត្រូវលេខអុសផងដែរបន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ46ត្រូវចូលខ្ទង់តម្រុយខ្ញុំបានឲ្យលេខ42បន្តមកទៀតគឺយើងត្រូវប៉ុស D គឺ66គឺត្រូវចំតម្រុយតែម្ដងគឺថ្ងៃនេះហេងនៅម៉ោង 1:30 នាទីគឺយើងត្រូវចំតម្រុយគឺត្រូវពីរប៉ុសគឺប៉ុស A ហើយនិងប៉ុស D ដូចនេះសរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន4គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុស I គឺ71គឺត្រូវចំតម្រុយតែម្ដងគឺតម្រុយខ្ញុំបានឲ្យលេខ71បន្តមកទៀតគឺយើងត្រូវបានប៉ុស A គឺ61គឺត្រូវលេខអុសដូច្នេះសរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ74គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ68គឺត្រូវលេខអុសហើយបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ46គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ45ត្រូវចូលខ្ទង់តម្រុយខ្ញុំបានឲ្យលេខ42សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន4គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី15ខែមេសាឆ្នាំ 2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ78 04 24 62លេខអុសមាន2ខ្ទង់គឺអុសខ្ទង់0ហើយនិងអុសខ្ទង់20សូមពុកម៉ែបងប្អូនជួយ Subscribe ហើយនិងសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយឬក៏ផ្ដល់យោបល់សូម comment នៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត